ក្រុមៀបសួរបងប្អូននៅក្នុងសង្គម TikTok Facebook និង YouTube ទាំងអស់គ្នាបងប្អូនខណៈពេលនេះវេលាម៉ោង 9:47 នាទីថ្ងៃទី17ខែធ្នូឆ្នាំ2025នៅប្រទេសកម្ពុជានាពេលថ្ងៃល្ងាចបងប្អូនខណៈពេលនេះខ្ញុំចង់ជម្រាបជូនបងប្អូននៅអំពីអ្វីដែលខ្ញុំចង់និយាយអ្វីដែលខ្ញុំចង់ឲ្យខ្មែរយើងរួបរวมសាមគ្គីគ្នាខ្មែរលើខ្មែរក្រោមខ្មែរកដាលនិងខ្មែរក្រៅប្រទេសនៅគ្រប់បណ្ដាប្រទេសនានានៅលើពិភពលោកបងប្អូនយើងរស់នៅប្រទេសខុសគ្នាមែនសញ្ជាតិខុសគ្នាក៏ប៉ុន្តែយើងគឺជាខ្មែរតែមួយអញ្ចឹងយើងត្រូវតែរួបរวมគ្នាបងប្អូនខ្ញុំសូមអរគុណចំពោះខ្មែរសរិនដែលភ្ញាក់រលឹកខ្លះខ្ញុំតែងតែអំពាវនាវនិយាយនៅរឿងរ៉ាវទាំងឡាយដែលខ្ញុំដឹងខ្ញុំចាំតាមរយៈការអានសិភៅជួបប្រទះនិងមើលឃើញគ្រប់ចំនួនដែលខ្ញុំបានឆ្លងកាត់អញ្ចឹងបងប្អូនខ្មែរយើងខ្មែរលើបានភ្ញាក់កំណើតដោយថាភ្ញាក់រលឹកស្រាវជ្រាវអំពីប្រវត្តិខ្លួនពិតប្រាកដខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនខ្មែរយើងពួកយើងខាងខ្មែរកដាលយើងកុំប្រកាន់ខាងខ្មែរលើខ្មែរសរិនគឺពួកខាងខ្មែរខាងលើត្រូវបានសៀមបង្វក់ខួរក្បាលបញ្ចូលមនោគមវិជ្ជាព្រមទាំងបណ្ដុះបណ្ដាលក្នុងកម្មវិធីសិក្សាតាមរយៈប្រវត្តិសាស្ត្រคล้ายៗនោះគឺរយៈពេលយូរបងប្អូនយូរហើយវាជាង400ឆ្នាំជាង400ឆ្នាំបើយើងវាស់ជាមួយនៃអាយុជីវិតរបស់មនុស្សមួយចំនួនជីវិតមនុស្សវាម្នាក់អាយុយ៉ាងច្រើនបាន8ជាង9អ្នកខ្លះ100អ្នកខ្លះក៏ក្រោមនឹងអញ្ចឹងណាអញ្ចឹងយើងវាយថាវា4ទៅ5ចំនួននៃអាយុជីវិតរបស់មនុស្សហ្នឹងហើយអញ្ចឹងបងប្អូនយើងគួរតែអនុគ្រោះនៅរាល់ការខុសឆ្គងយល់ច្រឡំគ្នាវង្វេងមិនដឹងគិតទៅផ្លូវណាចំពោះអ្នកដែលគ្នាមិនបានរៀនសូត្រចេះដឹងគ្នាវង្វេងអ្នកខ្លះនិយាយតាមការនឹកឃើញតាមការខឹងអញ្ចឹងបងប្អូនយើងទាំងអ្នកខឹងទាំងអ្នកវង្វេងទាំងអ្នកមិនដឹងអ្នករៀនសូត្រចេះដឹងទាំងអ្នកមិនដឹងយើងនាំគ្នាមកស្វែងយល់ការពិតតាមរយៈដែលខ្ញុំធ្លាប់បានអានសៀវភៅនិងការជួបប្រទះបងប្អូនអញ្ចឹងការត្រេះរិះពិចារណាផិនខ្ញុំគឺប្រទេសសៀមនេះគឺជាប្រទេសមួយឈ្លានពានកម្ពុជាយូរហើយអញ្ចឹងផែនការរបស់ស្ដេចសៀមគឺសម្រាប់ខ្មែរឲ្យដាច់ពូជបងប្អូនហេតុអីហេតុខ្ញុំចាប់បាននៅពេលដែលសង្គ្រាមនៅស្រុកខ្មែរកាលពីថ្ងៃទី8ខែកក្កដាឆ្នាំ2025ប្រតិកម្មខ្ញុំឆ្ងល់ហេតុអីបានស្រុកសន្តិភាពយូរហើយឥឡូវវាមកកើតសង្គ្រាមទៀតខ្ញុំចាប់ផ្ដើមស្រាវជ្រាវហើយខ្ញុំសរសេរផុសសួរនាំអីចឹងទៅក៏មានក្មេងៗជនជាតិខាងសុរិនខាងសៀមខាងអីប្រតិកម្មជាភាសាអង់គ្លេសមកខ្ញុំអ្នកខ្លះចេះភាសាអង់គ្លេសដោយសារគាត់រៀនប្រវត្តិសាស្ត្រคล้ายៗរបស់ស្ដេចសៀមបងប្អូនអញ្ចឹងខ្ញុំយកអាសេចក្តីដែលក្មេងខមមិនប្រតិកម្មរកខ្ញុំនេះខ្ញុំយកមកវិភាគជាមួយនឹងរឿងពិតដែលខ្ញុំជួបប្រទះអញ្ចឹងខ្ញុំវិភាគទៅខ្ញុំអានលេទៅក្មេងនោះវាប្រតិកម្មមកខ្ញុំថាខ្មែរយើងខាងលើនេះខ្មែរកដាលនេះគឺមិនមែនជាម្ចាស់ទឹកម្ចាស់ដីនៃប្រទេសកម្ពុជាយើងទេ
mà cha tức mà cha đây này bờ tây Campuchia cứ khai cả đá dương sầm lạp kia cho nó hơi chấn nhom vì hiện vì cha là na tao chỉ riêng bật nhom mơ sụp hầu và vật xa khai dương tam rồi dẹt ai cái xá sụp hầu nè nè pôn nè pra khai dương sụp xe tục oiហើយខ្ញុំទៅស្រាវជ្រាវខ្ញុំទៅអង្គរវត្តđóខ្ញុំទៅមើលថាតើដូចការពិតអត់ខ្ញុំទៅមើលទៅអានតាមចាំងប្រាំងគឺវាដូចប្រាំងប្រាសាទមួយអញ្ចឹងណាហើយខ្ញុំវិភាគជាមួយនឹងភ្ញៀវអន្តរជាតិដែលជាមិត្តភ័ក្តិខ្ញុំនៅខាងអឺរ៉ុបហ្នឹងហើយច្រើនបណ្ដាប្រទេសដែលគេដើរជាមួយខ្ញុំហើយគេអ្នកអានសភៅហើយអង្គុយវិភាគជាមួយគ្នាគេវិភាគជាមួយខ្ញុំតាមរយៈសង្គមសម័យប៉ុលពតតែគេមិនចោទប្រកាន់ទេគ្រាន់តែថាគេឲ្យកលឹះមកឲ្យយើងស្វែងយល់ហេតុអីបានសម័យប៉ុលពតជារបបប្រល័យពូជសាសន៍ប្រល័យពូជសាសន៍នោះគឺខ្មែរសម្លាប់ខ្មែរគ្នាឯងដោយមានជំនួយពីក្រៅមកឲ្យខ្មែរអ្នកដឹកនាំខ្មែរនឹងចេញរបបមួយប្រល័យពូជសាសន៍ប្រល័យយ៉ាងម៉េចរបបប្រល័យពូជសាសន៍គឺប្រល័យមនុស្សដែលរៀនសូត្រចេះដឹងអ្នកដែលពាក់វ៉ែនតាដូចខ្ញុំចឹងក៏គេសម្លាប់ដែរបងប្អូននៅប៉ុលពតណាធ្វើគ្រូបង្រៀនទាហានពីលុតអីហ្នឹងគឺគេសម្លាប់ចោលអស់អ្នករៀនសូត្រចេះដឹងគេសម្លាប់ទី1ក្នុងស្រុកគឺសម្លាប់ចោលអត់អ្នករៀនសូត្រចេះដឹងមិនអាចទុកបានទេហើយខ្មែរយើងភៀសសឹករត់ចេញពីក្រៅបនប្រល័យពូជសាសន៍ចេញទៅខាងលិចត្រូវបានសៀមដឹកយកមកចាក់សម្លាប់ចោលនៅជួរអាឡែងជ្រោះភ្នំដងរែកងាប់คล้ายទៅជាឈ្មោះគេហៅថាភ្នំខ្មោចហើយក៏មានជនភេសកជាច្រើននៅទីនោះមានអង្គការសហជីវជាតិគេមកជួយបោះតង់ជំរុំឲ្យរស់នៅហើយអ្នកខ្លះឆ្លងបានទៅប្រទេសទី3អញ្ចឹងខ្ញុំមកសង្ខេបរយៈពេលសង្គ្រាមមកនេះទៀតសង្គ្រាមនៅថ្ងៃទី8ខែធ្នូឆ្នាំ2025មកដល់ថ្ងៃនេះវាទី17ខែធ្នូឆ្នាំ2025រយៈពេល11ថ្ងៃហើយបងប្អូនអញ្ចឹងយើងមើលវិធីសាស្ត្រក្នុងការធ្វើសង្គ្រាមរបស់សៀមវាឲ្យខ្មែរយើងខាងលើនឹងខ្មែរសរិនគឺរុញមកឲ្យនៅជួរមុខវាយជាមួយទ័ពខ្មែរយើងកដាលអញ្ចឹងខ្មែរសរិនងាប់រៀលកែលខ្មែរលើហើយរដ្ឋាភិបាលសៀមអត់មានយកចិត្តទុកដាក់មើលទេហ្នឹងហើយបំផ្ទុះគ្រាប់ចោតចង់ចោតមកខ្មែរយើងកដាលបំផ្ទុះនៅក្នុងផ្សារ 7-11 នោះគឺជារបស់ខ្មែរលើទៀតស្លាប់ហើយសៀមនេះគឺជាឧបាយកលរបស់សៀមក្នុងការសម្លាប់ពូជសាសន៍ខ្មែរឲ្យផុតពូជពីលើភពផែនដីមួយទៀតនៅពេលយើងសម្លឹងមើលយន្តហោះរបស់សៀមដែលមកទម្លាក់មកនៅលើស្រុកខ្មែរបច្ចុប្បន្នកំពុងតែធ្វើសង្គ្រាមគេហៅថាអ៊ុក្រិតសង្គ្រាមនេះទម្លាក់មកលើជនស៊ីវិលស្លូតត្រង់ផ្ទះសម្បែងប្រជាជនប្រាង្គប្រាសាទព្រមទាំងផ្លូវថ្នល់ស្ពានហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរគឺសៀមទម្លាក់ចោលជាពិសេសប្រាង្គប្រាសាទព្រះវិហារប្រាសាទតាកបីបើសិនជាសៀមនឹងជាម្ចាស់ទឹកម្ចាស់ដីសៀមមិនអាចទម្លាក់បានទេបងប្អូននេះគឺសៀមមានគោលបំណងក្នុងការលុបបំបាត់នៅរាល់វប្បធម៌អរិយធម៌របស់ខ្មែរសម្រាប់ទាំងមនុស្សលុបចោលទាំងវប្បធម៌អរិយធម៌ហើយប្រែคล้ายទៅជារបស់សៀមបងប្អូនអញ្ចឹងខ្ញុំសរុបមកវិញខ្មែរយើងខាងលើខ្មែរសរិនបុរីរំទាំងអស់នាំគ្នាភ្ញាក់រលឹកឡើងរើបំរាស់ការពារអាយុជីវិតក្រុមគ្រួសារទ្រព្យសម្បត្តិកេតនភ័ណ្ឌជាតិយើងឲ្យបានគង់វង្សទឹកដីថ្មីត្បិតតែយើងសញ្ជាតិខុសគ្នាក៏ប៉ុន្តែយើងខ្មែរតែមួយយើងការពារសម្បត្តិបេតិកភណ្ឌជាតិរបស់យើងឲ្យគង់វង្សទាំងទឹកដីទាំងវប្បធម៌អរិយធម៌និងសាសនាយើងឲ្យបានបងប្អូនខ្មែរលើហ្នឹងហើយរក្សាវប្បធម៌អរិយធម៌ឲ្យបានសូមគោរពអរគុណនិងគោរពលា